ជាងកូនទៅទៀតមិនមែនមានទុកតែកូនម្នាក់ឯងឯណារៀនទទួលស្គាល់ការពិតជីវិតកូននឹងបានល្អប្រសើរខ្លះកុំរវល់តែដេកកើតទុកងើបឡើងមកណាកូនយើងធ្វើដំណើរតទៅមុខទៀតកុំព្រោះតែសេចក្តីទុកបន្តិចបន្តួចធ្វើឲ្យកូនឈប់ដើរនោះតើពេលណាទៅកូនដល់គោលដៅពេលណាទៅកូនបានសុខធំហើយត្រូវរឹងមាំឡើងកុំអាងយំអាងទឹកភ្នែកអាងដេកកើតទុកវាមិនមែនជាដំណោះស្រាយល្អទេណាកូនកូនកុំចោះចាញ់នឹងសេចក្តីទុកកុំឲ្យសេចក្តីទុកវាជះឥទ្ធិពលខ្លាំងមកលើកូនកូនត្រូវតែយកឈ្នះលើវាឲ្យបានកូនត្រូវប្រឆាំងនឹងសេចក្តីទុកដោយការហ្វឹកហាត់អប់រំចិត្តតាមបែបព្រះពុទ្ធសាសនានិងធ្វើចិត្តឲ្យសប្បាយតាមបែបសមាធិបង្វែរចិត្តកុំឲ្យគិត